សួស្តីលោកគ្រូអ្នកគ្រូនិងបងប្អូនទាំងអស់ថ្ងៃនេះលោកគ្រូលើកយកមេរៀនថ្មីមួយទៀតយកមកបង្ហាញជូនពួកយើងទាំងអស់គ្នាមេរៀនថ្មីនេះគឺនិយាយអំពីចំណាំងបែនៃពន្លឺអញ្ចឹងយើងចូលទៅចំណុចដំបូងគឺជាវត្ថុបំណងនៃមេរៀននេះវត្ថុបំណងលោកគ្រូលើកយក3ចំណុចសំខាន់យកមកនិយាយចំណុចទី1គឺកំណត់សន្ទុះចំណាំងបែដែលយើងហៅថាសន្ទុះរបស់ទឹកបានត្រឹមត្រូវតាមរយៈពិសោធន៍ E-lab ក្នុងពេលជាមួយគ្នាដែរលោកគ្រូនឹងឲ្យយើងគូក្រាបដែលបង្ហាញអំពីសនិស្សនៃមុំ I ជាអនុគមទៅនឹងសនិស្សនៃមុំ A និងគណនាកម្រិតលៀងនៃសន្ទុះទឹកបានយ៉ាងត្រឹមត្រូវចំណែកឯវត្ថុបំណងទី3គឺអនុវត្តចំណាំងបែទៅក្នុងការរស់នៅរាល់ថ្ងៃអញ្ចឹងនៅក្នុងពិសោធន៍នេះក៏ដូចជាពិសោធន៍មុនដែរលោកគ្រូបាននឹងបង្ហាញអំពីការបង្រៀនតាមបែប IBL អញ្ចឹងយើងចូលទៅចំណុចទី1នៃ IBL គឺសំណួរគន្លឹះអញ្ចឹងមុននឹងយើងចូលទៅសួរគន្លឹះសំណួរគន្លឹះគឺលោកគ្រូនឹងបង្ហាញបាតុភូតបង្ហាញរូបឬក៏យើងហៅថាលំនាំបញ្ហាដើម្បីឲ្យយើងបានមើលគេមានមជ្ឈដ្ឋានដែលមានខាងលើនេះហៅថាខ្យល់ហើយខាងក្រោមនេះទឹកអញ្ចឹងយើងបញ្ចាំងភ្លើងពិលពីខ្យល់ចូលទៅក្នុងទឹកទៅប៉ះត្រង់ផ្ទៃស្រឡះនៃទឹកត្រង់ចំណុចនេះអញ្ចឹងលោកគ្រូដាក់កន្លែងនេះគឺផ្ទៃញែកនៃទឹកខ្យល់សន្ទុះទឹកនេះគឺយើងតាមវត្ថុបំណងគឺយើងត្រូវរកតែសន្ទុះទឹកតាមទ្រឹស្ដីយើងតាំង N2 ស្មើនឹង N ស្មើ 1.33 សន្ទុះខ្យល់កំណត់ថា1ណាអញ្ចឹងយើងត្រូវធ្វើពិសោធន៍ដើម្បីរកសន្ទុះទឹកនេះលោកគ្រូដាក់សញ្ញាសួរនេះអញ្ចឹងផ្អែកទៅលើការបង្ហាញបាតុភូតនេះតើបងប្អូនក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់លើកជាសំណួរយ៉ាងដូចម្ដេចអញ្ចឹងកុំឲ្យខាតពេលខ្ញុំនឹងបង្ហាញជូនដែលសំណួរនេះគឺលើកចេញមកពីវត្ថុបំណងអញ្ចឹងសំណួរគន្លឹះសួរថាប្រសិនបើគេឲ្យពន្លឺដាល់ពីខ្យល់ទៅប៉ះផ្ទៃញែកនៃទឹកខ្យល់ពេលនោះពន្លឺមួយភាគធំដាល់ចូលទៅក្នុងទឹកតើអ្នកអាចកំណត់សន្ទុះទឹកបានយ៉ាងដូចម្ដេចបាទនេះគឺជាសំណួរដែលទាក់ទងនឹងវត្ថុបំណងឥឡូវយើងចូលទៅទីចំណុចទី2គឺសមត្ថកម្មតើលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនទាំងអស់បង្កើតសមត្ថកម្មយ៉ាងដូចម្ដេចជាមួយនឹងសមត្ថកម្មនេះគឺខ្ញុំមានតម្រុយដើម្បីជូនជាចំណុចគន្លឹះនៅក្នុងការទៅបង្កើតសមត្ថកម្មអញ្ចឹងយើងត្រូវប្រើច្បាប់ដីកាទី2ជាភាសាអង់គ្លេសគេប្រើពាក្យថា Snell Law ចំពោះខ្មែរយើងបកថាច្បាប់ចំណាំងបែទី2បន្តមកត្រូវគូក្រាបរួចកំណត់មេគុណប្រាប់ទិសតាមក្រាបតាមមេគុណប្រាប់ទិសនោះជាអ្វីនេះគឺជាសំណួរតម្រុយអញ្ចឹងចំពោះសមត្ថកម្មនេះខ្ញុំទុករយៈពេល30វិនាទីជូនលោកគ្រូអ្នកគ្រូទាំងអស់ដើម្បីបង្កើតអូខេចាប់ផ្ដើម30វិនាទីបានកន្លងផុតទៅហើយអញ្ចឹងយើងចូលទៅដល់ចំណុចបង្កើតសមត្ថកម្មតោះអញ្ចឹងសមត្ថកម្មក៏ខ្ញុំបានបង្ហាញជូនដែរសន្ទុះទឹកអាចត្រូវបានកំណត់តាមក្រាបគឺ sin E ស្មើ under ចែកជាមួយនឹង n អង sin air ដែលមេគុណប្រាប់ទិសតង់សង់ស្មើនឹង n experiment ស្មើនឹង n2 ចែកនឹង n1 ស្មើនឹង n2 បើ n1 ជាខ្យល់អញ្ចឹងយើងទាញបាន n នេះស្មើជាមួយនឹង under នេះ error របស់វា error របស់សន្ទុះទឹកអាចត្រូវបានរកតាមតម្លៃទ្រឹស្ដីដកតម្លៃពិសោធន៍ចែកទ្រឹស្ដីគុណនឹង 100% អញ្ចឹងមានន័យថាបន្ទាប់ពីយើងទាញបានសម័យកាលនេះគឺយើងគូក្រាប sin E ជាអនុគមជាមួយនឹង sin air ពេលនោះមេគុណប្រាប់ទិសគឺតម្លៃប៉ុណ្ណេះដែលយើងបានឃើញនៅកន្លែងនេះអូខេអញ្ចឹងយើងបង្កើតសមត្ថកម្មយ៉ាងដូចនេះអញ្ចឹងយើងបន្តទៅធ្វើតេស្តសមត្ថកម្មក៏ដូចជាទៅធ្វើពិសោធន៍ជាបន្តប៉ុន្តែមុននឹងបន្តទៅធ្វើពិសោធន៍នោះតើហេតុអីបានជាយើងគិតបែបហ្នឹងណាយើងគិតបែបហ្នឹងដោយសារតែតាមច្បាប់ដីកាទី2 n អង sin E ស្មើ under sin air នេះយើងទាញបានមកចេះដោយលោកគ្រូបានបង្ហាញអំបញ្ញមិញណាអូខេអញ្ចឹងយើងបន្តទៅទៀត
ចូលដល់ចំណុចទី3គឺតេស្តសមត្ថកម្មឬក៏យើងហៅថាប្លង់ពិសោធន៍ក្នុងនេះមាន2ចំណុចសំខាន់គឺទី1តម្រូវការសម្ភារៈនិងទី2ដំណើរការនេះចឹងតម្រូវការសម្ភារៈដោយពិសោធន៍នេះជាពិសោធន៍ e-lab អញ្ចឹងយើងត្រូវមានកម្មវិធី PET simulation នេះហើយនឹងទី2ដំឡើងវាដោយរូបនេះគឺលោកគ្រូនឹងបង្ហាញរូបនេះណាចំពោះជំហានទី3គឺអញ្ចឹងឥឡូវចេញពីជំហានទី3នេះគឺយើងទៅជំហានទី4ជំហានទី4គឺយើងមានលទ្ធផលអញ្ចឹងមុននឹងចូលទៅដល់លទ្ធផលយើងធ្វើពិសោធន៍នេះឥឡូវនេះលោកគ្រូចូលទៅក្នុងកម្មវិធីដើម្បីទៅធ្វើពិសោធន៍អញ្ចឹងលោកគ្រូចុច link នេះដើម្បីយកកម្មវិធីចេញពីអ៊ីនធឺណិតដោយផ្ទាល់ឥឡូវយើងចាំបន្តិចកម្មវិធីយើងបានដំណើរការហើយអញ្ចឹងយើងចុចទៅលើ play នេះណា play video នេះអញ្ចឹងកម្មវិធីបាន download ចេញមកហើយអញ្ចឹងយើងចាំបន្តិចអូខេឥឡូវនេះកម្មវិធីបាន run ហើយអញ្ចឹងយើងចុចទៅលើ intro នេះទី1នេះគឺយើងបានរូបនេះមកហើយយើងចុចទៅលើពិលនេះពេលនោះយើងនឹងឃើញមានពលឺបែបនេះណាឥឡូវនេះខ្ញុំនឹងបង្ហាញជូនអំពីរបៀបធ្វើពិសោធន៍ដោយប្រើកម្មវិធីនេះនៅក្នុងតារាងលទ្ធផលលោកគ្រូយកមុំចំណាំងប៉ះលោកគ្រូតាងដោយ E មកពាក្យថា incident angle ចំណែកមុំខាងក្រោមនេះគឺមុំ A ឲ្យឈ្មោះថា refraction angle គឺមុំចំណាំងបែដំបូងលោកគ្រូឲ្យមុំ I ស្មើ0អញ្ចឹងលោកគ្រូឲ្យមុំ I ស្មើ0គឺលោកគ្រូបញ្ចាំងឲ្យកែងទៅនឹងផ្ទៃញែកបែបនេះអញ្ចឹងយើងបានមុំចំណាំងប៉ះ E ស្មើ0 A ក៏ស្មើ0ដែរបន្ទាប់មកយើងចាំងប៉ះមុំចាំងប៉ះកំណត់យក10ដឺក្រេនេះអញ្ចឹងកាលណា10ដឺក្រេ5 10ដឺក្រេអញ្ចឹងយើងបានមុំចាំងបែ A នេះយើងកត់មកនេះប្រមាណមកប្រឡោះនេះ5និងមកប្រឡោះតូចនេះគឺ5អញ្ចឹងយើងឃើញប៉ុណ្ណេះកត់យកមកបន្ទាប់មកយើងយកមុំចំណាំងប៉ះ20អញ្ចឹងលោកគ្រូដាក់មកនេះមកទៀតមកគឺនេះ20ដឺក្រេកាលណាមុំចំណាំងប៉ះចាប់ដើមកើនមុំចំណាំងបែកកើនដែរនេះអញ្ចឹងយើងវាស់យកមកឃើញប្រមាណបន្ទាប់មកយើងប្រើ30ដឺក្រេមកអញ្ចេះមក30ដឺក្រេនេះមុំចំណាំងបែប៉ុណ្ណេះបន្តមកទៀតយើងប្រើ40ដឺក្រេនេះ40ដឺក្រេអញ្ចឹងមុំចំណាំងបែវាកើនបន្តទៀតក្រោយមកទៀតយើងយក50ដឺក្រេមុំចំណាំងប៉ះ50ដឺក្រេមុំចំណាំងបែឡើងជាង30ហើយដល់ជិតដល់35ជិតដល់35ណាបន្តមកទៀតយើងយកមុំចំណាំងប៉ះ60ដឺក្រេនេះ60ដឺក្រេតើមុំចំណាំងបែស្មើប្រមាណណាយើងអាចធ្វើជាបន្តបន្ទាប់ទៅទៀតក៏បានដែរអញ្ចឹងនៅក្នុងកម្មពន្លឺនេះគឺលោកគ្រូប្រើកម្មពន្លឺគឺ ray បើសិនជាលោកគ្រូចុចយក wave អញ្ចឹងយើងឃើញកម្មពន្លឺមានលក្ខណៈជារលកបែបនេះប៉ុន្តែលក្ខណៈជារលកបែបនេះដោយសារតែកម្មវាធំជាយើងពិបាកមើលអញ្ចឹងយើងកុំយកជារលកឲ្យយើងយកជា ray វិញចុះពីព្រោះតូចយើងសនុកឲ្យវាស់មុំណាហើយសន្ទុះនេះសន្ទុះនេះគឺជាសន្ទុះmaterial យើងយកជាខ្យល់ជាសន្ទុះខ្យល់ស្មើ1ហើយខាងក្រោមនេះយើងយកជាទឹកនេះលោកគ្រូយកជាទឹកយើងអាចដូរពីទឹកទៅអីផ្សេងទៀតបានទៅតាមនេះក៏ប៉ុន្តែពិសោធន៍នេះគឺលោកគ្រូវាស់សន្ទុះទឹកអញ្ចឹងលោកគ្រូយកទឹកនេះដែលសន្ទុះទឹកតាមទ្រឹស្ដីនេះគឺសន្មតថា 1.33 តាមពិតវា4លើ3ណាអញ្ចឹងយើងយកប៉ុណ្ណឹងហើយបើសិនជាយើងចង់វាស់អាំងតង់ស៊ីតេពលឺផ្សេងយើងយកប្រោបនេះមកណាយើងយកប្រោបនេះមកអញ្ចឹងយើងដាក់ទៅលើនេះយើងដាក់ទៅលើអដញ្ញាកម្មពន្លឺនេះយើងឃើញថាអញ្ចឹងអាំងតង់ស៊ីតេកម្មពន្លឺវាមាន 89.32 បើយើងដាក់ទៅខាងលើនេះចំណាំងផ្លាតនេះយើងឃើញ 10.68% អញ្ចឹងបញ្ជាក់ថាអត្ថភាពនៃចំណាំងផ្លាតមានតែ 10.68% ទេហើយអត្ថភាពនៃចំណាំងបែគឺរហូតដល់ 89.32
ហើយកម្មចាំងប៉ះអត្តភាពរបស់វាគឺ 100% ចឹងហើយចំពោះការប្រចាំងពន្លឺទៅលើផ្ទៃស្រឡះនៃទឹកគឺឲ្យអត្តភាពទៅលើចំណាំងបែអូខេអញ្ចឹងការធ្វើពិសោធន៍ដោយប្រើកម្មវិធីនេះលោកគ្រូបង្ហាញប៉ុណ្្នឹងសិនឥឡូវលោកគ្រូបិទកម្មវិធីនេះវិញហើយយើងចូលទៅពិសោធន៍របស់យើងជាបន្តទៀតអញ្ចឹងអំបញ្ញមិញគឺយើងចូលត្រង់ចំណុចនេះណាឥឡូវយើងបន្តទៀតទៅមើលលទ្ធផលនេះលទ្ធផលដែលចេញពីការធ្វើពិសោធន៍អំបញ្ញមិញលោកគ្រូស្រង់បានបែបហ្នឹងអូខេនេះអញ្ចឹងតារាងលទ្ធផលអំបញ្ញមិញនេះមុំចំណាំងប៉ះលោកគ្រូបានកំណត់យក0 10 20 30 40 50 70ដឺក្រេអញ្ចឹងយើងវាស់មុំ A បានជាបន្តបន្ទាប់គឺA ស្មើនឹង0 7 15 22 28 34 40 44បន្ទាប់មកនៅកន្លែងនេះគឺយើងមាន sin A ហើយនឹង sin E នេះអញ្ចឹង sin A នេះមុំ A យើងចុច sin មកយើងបានតម្លៃប៉ុណ្នេះចំណែកមុំ E យើងចុច sin E មកយើងបានប៉ុណ្ណេះលោកគ្រូដាក់ sin A មុនហើយ sin E នៅក្រោយព្រោះនៅពេលដែលយើងចូលទៅក្នុង Excel ដើម្បីគូក្រាបអាចដេញតម្លៃខាងមុខនេះ sin A នៅខាងមុខគឺវារត់ទៅខាងអាដេកចំណែក sin E នៅខាងក្រោយនេះវារត់ទៅខាងអាឈរនេះអញ្ចឹងបន្ទាប់ពីយើងប្រើ Excel ដើម្បីគូវាមកយើងគូវាមកដោយ copy តម្លៃនេះ sin A និង sin E ទៅដាក់ក្នុង Excel ហើយយើង select វាទៅគឺយើងនឹងបានក្រាបរបៀបនេះហើយអញ្ចឹងលោកគ្រូមិនចូលទៅបង្ហាញនៅក្នុងការគូក្រាបដោយប្រើ Excel ទេតែលោកគ្រូបានគូឲ្យដាក់តម្លៃនៅទីនេះហើយអញ្ចឹងពេលដែលលោកគ្រូគូគឺលោកគ្រូនឹងបានក្រាបរៀងជាបន្ទាត់បែបនេះអញ្ចឹងខ្សែដែលយើងឃើញចុចនេះគឺជាខ្សែកណ្ដាលណាជាខ្សែជាបន្ទាត់មួយដែលយើងគិតជាមធ្យមភាពនៃចំណុចទាំងអស់ហ្នឹងមានន័យថាយើងប្រើតម្រែតម្រង់ linear រួចហើយអញ្ចឹងពេលនោះលោកគ្រូរកតង់សង់នៃមុំនេះអញ្ចឹងតង់សង់នៃមុំនេះគឺជាតង់សង់នៃមុំហ្នឹងវាស្មើជាមួយនឹង delta តាមអក្សរ delta តាមអក្សរគឺ sin E ចែកជាមួយនឹង delta តាមអាដេកគឺ sin A អញ្ចឹងកន្លែងនេះគឺលោកគ្រូរកចំណុចប្រសពមួយគឺលោកគ្រូកំណត់យកកន្លែងនេះពីព្រោះយើងមើលទៅគឺมันមានអដញ្ញការ៉ូណាមួយការ៉ូមេណាមួយប្រសពជាមួយនឹងអនេះទេអញ្ចឹងយើងមើលទៅឃើញកន្លែងនេះវាស្ទើរតែត្រឹមត្រូវដែរប៉ុន្តែវាខុសបន្តិចបើសិនជាលោកគ្រូយកកន្លែងនេះគឺយើងឃើញថា4 data A data E ស្មើនឹង4ដក0ចែកជាមួយនឹង3ដក0បើលោកគ្រូយកកន្លែងនេះគឺសន្ទុះវាស្មើនឹង4លើ3គុតអញ្ចឹងដោយសារតែលោកគ្រូឃើញវា error បន្តិចលោកគ្រូអត់យកទេកន្លែងនេះអញ្ចឹងលោកគ្រូយកទៅកន្លែងនេះឃើញប្រសពរវាងនេះជាមួយនឹងការ៉ូនេះការ៉ូរងនេះហើយនឹងកន្លែងនេះអញ្ចឹងលោកគ្រូកំណត់យកកន្លែងនេះគឺ 0.6 ដក0ចែកឲ្យនេះ 0.44 នេះ 40 42 44 0.44 ដក0អញ្ចឹងយើងឃើញថាតង់សង់នៃមុំតែតានៃមុំនេះស្មើនឹងសន្ទុះធៀបស្មើនឹង data sin E ចែក data sin A អញ្ចឹងយើងបានតម្លៃវាគឺ 1.36 នេះ n នេះស្មើនឹង 1.36 តែ n នេះវាស្មើនឹង n2 ចែកនឹង n1 n2 គឺយើងរកហើយ n1 គឺជាសន្ទុះខ្យល់ដែលលោកគ្រូបានបង្ហាញខាងដើមមានតម្លៃវាស្មើនឹង1អញ្ចឹង n2 ចែកនឹង n1 ស្មើនឹង n2 អញ្ចឹង n2 ស្មើនឹង n អញ្ចឹងយើងឃើញថាស្មើនឹង 1.36 អញ្ចឹងយើងរក error របស់វាស្មើតម្លៃតាមទ្រឹស្ដីអញ្ចឹងសន្ទុះទឹកយើងដឹងតាមមេរៀនរបស់យើងក៏ដូចជានៅក្នុងសភៅរបស់យើងគឺ 1.33 ហើយយើងវាស់អានេះតាមពិសោធន៍យើងឃើញ 1.36 ចែក 1.33 គុណនឹង 100% អញ្ចឹងយើងឃើញ 2.26% អញ្ចឹងតម្លៃនេះតូចជាង 5% ណាអញ្ចឹងយើងបន្តទៅទៀតគឺតាក់ទងជាមួយនឹងចំណុចទី5របស់វាគឺសន្និដ្ឋានអញ្ចឹងផ្អែកលើលទ្ធផលពិសោធន៍ខាងលើសន្ទុះចំណាំងបែរនៃទឹកតាមពិសោធន៍គឺ n ស្មើនឹងប្រមាណដាក់មកហើយនឹងកម្រិតលៀងនេះប្រមាណដាក់មក
ចឹងយើងបានធ្វើឃើញអំបញ្ញមិញហើយចឹងយើងអាចយកតម្លៃអំបញ្ញមិញយកមកដាក់នៅកន្លែងនេះចឹងឥតនេះគឺប្រមាណមិញ 1.36 កម្រិតលៀងវា 2. ប្រមាណភាគរយដាក់មកកន្លែងនេះចឹងកម្រិតលៀងនេះមានតម្លៃតូចជាង500ដូច្នេះសមត្ថកម្មត្រូវបានគ្រប់គ្រងដោយពិសោធន៍ណាចឹងយើងឃើញប៉ុណ្នេះឥឡូវយើងបន្តទៅការអនុវត្តទៅក្នុងការរស់នៅរាល់ថ្ងៃចឹងលោកគ្រូដាក់ថាសំណួរពិភាក្សាតើចំណាំងបាយនៃពន្លឺត្រូវបានអនុវត្តនៅក្នុងការរស់នៅរាល់ថ្ងៃនៅកន្លែងណាខ្លះចឹងសាកគិតតិចមើលនៅកន្លែងណាខ្លះអូខេឥឡូវមើលឆ្លើយមើលតើនៅកន្លែងណាខ្លះចឹងអ្វីដែលយើងធ្លាប់ឃើញគឺក្រោយពេលភ្លៀងហើយមានពន្លឺគឺយើងឃើញឥន្ធនូនេះណាយើងឃើញឥន្ធនូនេះចឹងវាជាការអនុវត្តនៃកម្មចាំងបាយនៃពន្លឺដែលវាចូលទៅក្នុងក្របល្អិតនៃដំណក់ទឹកភ្លៀងណានេះអនុវត្តកន្លែងនេះគឺកន្លែងណានៃពន្លឺព្រះអាទិត្យនេះគឺទន្លេឬក៏បឹងឬក៏សមុទ្រអញ្ចឹងមេថាកម្មពន្លឺវាដាល់ចេញពីព្រះអាទិត្យមកចូលមកប៉ះផ្ទៃទឹកអញ្ចឹងវាចូលទៅក្នុងទឹកដែលយើងឃើញនៅក្រោមទឹកក្រោមទម្រង់កម្មពន្លឺដែលបែរចូលទៅក្នុងទឹកយ៉ាងដូចនេះឯងបន្តមកទៀតយើងមានឃើញអនុវត្តជាមួយនឹងភ្នែកមនុស្សអញ្ចឹងមនុស្សដែលយើងមើលឃើញរូបភាពអីសពបែបយ៉ាងទាំងអស់ដោយសារតែកម្មពន្លឺវាចាំងបែរចូលទៅក្នុងភ្នែកនេះឯងណានេះបន្ទាប់មកអនុវត្តនៅក្នុងបច្ចេកទេសយើងពាក់វ៉ែនតាយើងប្រើ binocular ការធ្វើពិសោធន៍ស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ស្ដីអំពីកោសិកាយើងប្រើ ម៉ែក្រូទស្សន៍អញ្ចឹងកន្លែងម៉ែក្រូទស្សន៍នេះគឺមានឡង់ទីអញ្ចឹងឡង់ទីក៏វាបំបែកកម្មពន្លឺឬក៏ពង្រីកកម្មពន្លឺយើងប្រើ telescope ណាអញ្ចឹងទាំងអស់នេះគឺជាការអនុវត្តចំណាំងបាយនៃពន្លឺទៅក្នុងបច្ចេកទេសអូខេអញ្ចឹងការបង្ហាញរបស់លោកគ្រូដល់ទីបញ្ចប់ហើយសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាហើយសូមជូនពរឲ្យបានជោគជ័យទាំងអស់គ្នាបាទសូមអរគុណ